នំបញ្ចុកតាំងកញ្ច្រែងហើយក៏មានអ្នកកំពុងតែច្រកនំបញ្ចុកទៅក្នុងថង់ដើម្បីត្រៀមសម្រាប់ទទួលភ្ញៀវដែលមកចងដៃដោយសារតែថ្ងៃនេះគឺផ្ទះខ្ញុំមានរៀបចំនៅកម្មវិធីសង្ឃទានសូត្រមន្តលើករាសីចាឆ្នាំថ្មីហើយក៏ដូចជាបូកផ្សំជាមួយនឹងកម្មវិធីបកកកូនផងដែរចាហើយកម្មវិធីបកកកូននេះគឺយើងមានរៀបចំជានំបញ្ចុកដើម្បីទទួលភ្ញៀវចាសម្រាប់ភ្ញៀវគឺមកចងដៃហើយគាត់យកចំណក់គាត់យកនំបញ្ចុកហ្នឹងគឺទៅញ៉ាំជួបគ្នានៅផ្ទះវិញចាហើយនេះគឺជាការរៀបចំគ្រឿងគ្រើនំបញ្ចុកមានបន្លែប្លុកគឺហាន់ជាបដាផងរៀបចំជាបដាផងសតបងប្អូនយើងទាំងអស់គ្នានៅក្នុងភូមិនោះសតែមកជួយគ្នាយ៉ាងស្រស់ដៃស្រស់ជើងនឹងតែម្ដងចាព្រោះអីនៅក្នុងការចងដៃនេះគឺបងប្អូនយើងជាភាគច្រើនគឺមកតាំងពីព្រលឹមបងប្អូនអីបើយើងរៀបចំម៉ោង7អីក៏អត់ទាន់ទេគឺតតែម៉ោង6ព្រឹកអីហ្នឹងចាហើយបន្លែអីក៏យើងងើបហាន់ពីយប់គាត់ថាគ្រឿងគ្រើដូចជាសម្លប្រហើហ្នឹងគឺយើងរៀបចំពីយប់ហើយអញ្ចឹងព្រឹកឡើងយើងគ្រាន់តែរៀបចំនំបញ្ចុកក៏ដូចជាយើងរៀបចំបន្លែប្លុកហ្នឹងទៅហើយភ្ញៀវក៏គាត់មកចងដៃជាបដាជាហោហាយអញ្ចឹងទៅហើយផ្ទះខ្ញុំនេះគឺអញ្ជើញភ្ញៀវដែលមកចងដៃនេះខ្ទង់តែ200នាក់ជាងហើយបបោកជាមួយនឹងចាស់អីទៀតដើម្បីមកចូលរួមក្នុងកម្មវិធីសង្ឃទានហ្នឹងគឺប្រហែលជាខ្ទង់300អីតិចតួចទេបងប្អូនចាហើយនេះគឺជាទឹកសម្លប្រហើរខ្មែរយើងចាខ្ញុំទទួលភ្ញៀវហ្នឹងគឺនំបញ្ចុកទឹកសម្លខ្មែរចាទឹកសម្លខ្មែរគឺមានរសជាតិឆ្ងាញ់ណាបងប្អូនសម្រាប់ខ្ញុំគឺចូលចិត្តខ្លាំងមែនតើជាពិសេសគឺក្លិនខ្ជាយនឹងតែម្ដងចាយើងបុកខ្ជាយជាមួយនឹងគ្រឿងហើយដាក់ជាមួយនឹងត្រីខ្ទិះដូងអីមកអូនថានេះគឺជាអាហាររបស់ខ្មែរមួយដែលខ្ញុំចូលចិត្តខ្លាំងមែនតើចាបុកជាមួយនឹងលបាយបន្លែអីហ្នឹងទៀតអូយហើយអ្នកមកជួយហ្នឹងគឺញញឹមស្រស់ស្រាយប្រំប្រៃធ្វើបដាញញឹមបដាចាដើម្បីច្រកទទួលនៅភ្ញៀវដែលអញ្ជើញមកជាបន្តទៀតចាបើថាអត់ត្រៀមមុនទេគឺប្រកាសជាអត់ទាន់ទេនៅពេលដែលភ្ញៀវសម្រុកមកខ្លាំងហ្នឹងគឺថាចាប់អត់ទាន់ទេយើងអញ្ចឹងត្រូវតែរៀបចំមុនឲ្យហើយតែម្ដងហ្នឹងទៅសម្រាប់នំបញ្ចុកដែលយើងយកមករៀបចំកម្មវិធីហ្នឹងគឺមានចំនួន900គីឡូចាតែដំបូងយើងក៏មកតែ800ទេដោយសារតែរៀបចំចុះឡើងទៅមានការខ្វះខាតចឹងហើយបានជាបន្ថែមចំនួន100គីឡូទៀតឡើងដល់900គីឡូចាដើម្បីយកមកត្រៀមដល់សម្រាប់ទទួលចាស់សម្រាប់ទទួលព្រះសង្ឃជាពិសេសគឺចាស់នឹងតែម្ដងបន្ទាប់ពីកិច្ចរបស់ព្រះសង្ឃសូត្រមន្តអីចប់ហើយចាស់ក៏ត្រូវទទួលទានអាហារពេលព្រឹកចាឥឡូវនេះគឺចាស់គាត់បានទទួលទានអាហារពេលព្រឹករួចអស់ហើយអញ្ចឹងក៏ខាងអ្នកផ្ទះខ្ញុំអីហ្នឹងក៏បានរៀបចំជាទានមួយចំនួនដែរសម្រាប់ចែកជូនទៅដល់ចាស់ទៅវិញដែរចាដោយសារតែពេលគាត់អញ្ជើញមកក៏គាត់បានចូលរួមចែកទានអីជាមួយយើងអញ្ចឹងណាតែយើងក៏បានចែកទានទៅគាត់វិញដែរចាសម្រាប់ជាឱកាសឆ្នាំថ្មីដើម្បីទទួលនៅសិរីសួស្តីនឹងតែម្ដងជាពិសេសនៅក្នុងភូមិហ្នឹងនេះគឺជាលក្ខណៈពិធីសាសនាមួយចាបែបប្រពៃណីខ្មែរយើងអញ្ចឹងណាបងប្អូនហើយណាមួយក៏ខៀកនឹងចូលឆ្នាំដែរនេះគឺទី12ហើយអញ្ចឹងនៅសល់តែប្រហែលថ្ងៃទៀតទេគឺចូលឆ្នាំអញ្ចឹងគឺយើងបានរៀបចំកម្មវិធីសង្ឃទាននឹងឡើងមិនថាតែផ្ទះខ្ញុំទេគឺផ្ទះបងប្អូនខ្លះទៀតក៏គាត់រៀបចំកម្មវិធីបែបនេះដែរអញ្ចឹងតែក៏មិនគ្រប់ផ្ទះស្តែធ្វើកម្មវិធីបែបនេះដែរចាដូចជាផ្ទះខ្ញុំអញ្ចឹងគឺទៅតែឆ្នាំនេះទៅដែលបានរៀបចំនៅកម្មវិធីរៀងធំអញ្ចឹងណាបងប្អូនតែសម្រាប់ឆ្នាំមុនអីចឹងមុនចូលឆ្នាំអីហ្នឹងគឺយកមានរៀបចំកម្មវិធីអីធំអញ្ចឹងទេគឺកម្មវិធីដែលយើងធ្វើហ្នឹងគឺត្រៀមចូលឆ្នាំតែប្រមុខគត់ហើយសម្រាប់ចង្ហាន់ដែលយើងត្រូវការយកទៅប្រគេនព្រះសង្ឃហ្នឹងគឺយើងធ្វើពីផ្ទះហើយយកទៅប្រគេនដល់ព្រះសង្ឃនៅឯវត្តតែម្ដងចាក៏ថាឆ្នាំនេះយើងមានរៀបចំកម្មវិធីបូករួមចូលគ្នាច្រើនដោយសារតែមានក្មួយ 2-3 នាក់ដែលត្រូវបកកហើយមួយទៀតហ្នឹងក៏មានក្មួយភ្លោះហ្នឹងគឺត្រូវរៀបចំកម្មវិធីសង្ឃទានដែរដើម្បីធ្វើកិច្ចកម្មវិធីហ្នឹងឲ្យកូនភ្លោះអញ្ចឹងណាបងប្អូនអញ្ចឹងហើយបានជាកម្មវិធីឆ្នាំហ្នឹងគឺធ្វើធំតែម្ដងរួមគ្នាបើនិយាយពីខ្ញុំវិញគឺថាមានការកាត់វីដេអូហ្នឹងគឺយឺតយ៉ាវខ្លាំងមែនតើដោយសារតែយើងអត់សូវជំនាញហើយកណ្ណាមួយយើងរវល់ការងារអីផ្សេងទៀតផងអញ្ចឹងហើយគឺថាពិបាកឆ្លៀតខ្លាំងមែនតើយ៉ាងតម្រង់តែអាចឆ្លៀត voice over ដើម្បីចាក់ជូនបងប្អូនបានទស្សនាអញ្ចឹងណាបងប្អូនចាំអញ្ចឹងបន្ទាប់ពីកម្មវិធីរបស់ចាស់ដែលរៀបចំនៅពេលព្រឹកនឹងរួចហើយចាឥឡូវនេះគឺចុងភៅបានធ្វើម្ហូបជាបន្តទៀតមានតាំងពីត្រីចំហុយមានតាំងពីឆាក្តៅមឿនចាធ្វើនេះគឺមិនមែនធ្វើដើម្បីទទួលភ្ញៀវមកពីណាទេគឺធ្វើសម្រាប់អាហារថ្ងៃត្រង់សម្រាប់ភ្ញៀវនៅក្នុងផ្ទះ
និយាយទៅគឺសម្រាប់បងប្អូននៅក្នុងផ្ទះទេមិនមែនជាភ្ញៀវអីដែលថាយើងអញ្ជើញអីមកបន្ថែមអីទៀតហ្នឹងគឺអត់ទេចាគឺសម្រាប់តែភ្ញៀវគ្នាឯងនៅក្នុងផ្ទះអាហារថ្ងៃទៅគឺអាហារថ្ងៃត្រង់នឹងតែម្ដងចាហើយនេះគឺជាក្រុមចុងភៅបងប្អូនចាកំពុងតែញ៉ាំបាយញ៉ាំអីជុំគ្នាដោយសារតែថ្ងៃត្រង់ហើយចុងភៅនេះគឺអត់មែនចុងភៅមកពីភូមិណាស្រុកណាផ្សេងទេបងប្អូនគឺចុងភៅនៅក្នុងភូមិស្រុកជាមួយតែគ្នានឹងទេចាចុងភៅនេះគឺទទួលគ្រប់កម្មវិធីទាំងអស់បងប្អូនមិនថាតាកម្មវិធីមង្គលការកម្មវិធីឡើងផ្ទះកម្មវិធីបកកកូនក៏ដូចជាខួបកំណើតហើយនិងកម្មវិធីបន់ផ្សេងចាគឺគាត់ទៅទាំងអស់បងប្អូនអូផ្លេចបង្ហាញមេចុងភៅជូនបងប្អូនចាមេចុងភៅនេះគឺកំពុងតែរវល់ជាងគេបងប្អូនចាកំពុងតែកោសាច់កោអីធ្វើមិនឆាក្តៅបងប្អូនចាមេចុងភៅហ្នឹងគឺអត់ទាន់អស់ទូរទីទេនៅការងារចាសម្រាប់កូនចៅគឺអស់ការងារហើយចានេះគឺជាមហោបពីមកចាដែលចុងភៅបានអស់ទូនាទីហើយនៅពេលថ្ងៃត្រង់នេះបងប្អូនចាគឺមិនឆាក្តៅហើយនឹងត្រីចំហុយហើយដល់វគ្គនេះគឺវគ្គពេលល្ងាចបងប្អូនវគ្គនេះគឺលែងមានចុងភៅអីនៅធ្វើហើយចុងភៅគឺនៅផ្ទះបងប្អូនមិត្តភក្តិសាច់ញាតិនឹងទេចាគឺជួយគ្នាមាក់ម្ដាយមកជើងអីចឹងទៅចាដោយសារតែយើងមានធ្វើសាច់អាំងនៅពេលល្ងាចញ៉ាំជុំគ្នាដល់វគ្គហ្នឹងគឺដល់វគ្គក្មេងៗម្ដងហើយចាតែពិតមិនមែនតែក្មេងៗទេមានចាស់ដែរបងប្អូនចាតែសម្រាប់ក្មេងៗនេះគឺមានទូរទីជាអ្នកអាំងសាច់ចាហើយបងប្អូននេះហ្នឹងក៏គេធ្វើទឹកជ្រលក់ធ្វើអីខ្លួនគេហ្នឹងទេខ្ញុំក៏អត់បានប៉ះពាល់អីថាតែជួយធ្វើអីទេចាគោហ្នឹងក៏គេអាំងដែរគោយើងទិញមួយតែម្ដងគោឆ្នាំនេះគឺទិញបានគោខ្ចីចាអាំងឆាប់ឆ្អិនហើយសាច់ផុយល្អខ្លាំងមែនតើបងប្អូនហើយនិយាយពីអាំងមកអូយឡើងឈ្ងុយខ្លាំងមែនតើចាអមជាមួយនឹងបរិយាកាសពេលល្ងាចដោយសារតែឆ្នាំនេះអាកាសធាតុមិនសូវជាក្តៅប្រហែលទេសូម្បីតែពេលថ្ងៃអីហ្នឹងក៏អត់សូវក្តៅខ្លាំងតែបើថាពីឆ្នាំមុនអូនិយាយពីថាក្តៅខ្លាំងមែនតើចាឆ្នាំនេះគឺសីតុណ្ហភាពគឺល្មមចាអាចទទួលយកបានគឺល្អប្រសើរមែនតើចាហើយបើយើងនិយាយថាផ្លែឈើអីហ្នឹងក៏មានការជាការផ្លែច្រើនដែរផ្លែស្វាយផ្លែអីហ្នឹងដូចខ្ញុំបង្ហាញបងប្អូនមុនហ្នឹងចាឃើញផ្លែស្វាយផ្លែធំល្អចាដោយសារតែឆ្នាំនេះរឿងត្រជាក់ចាហើយនឹងសុទ្ធតែជាពូមីងចាដែលបានជើញមកពេលល្ងាចហើយណាមួយគាត់រវល់ការងារពេលព្រឹកពេលថ្ងៃហ្នឹងចាអត់មានពេលមកទេអញ្ចឹងមានតែចាំមកពេលល្ងាចហ្នឹងហើយចាហើយឃើញមេឃហ្នឹងខ្លាចតែមេឃរោភ្លៀងដែរបងប្អូនតែចៃដន្យអីចាអត់ភ្លៀងដែរគាត់តែឃើញខ្យល់មកវូចឹងស្ងប់ទៅវិញបើមិនជាភ្លៀងអីបាក់ទេនេះរត់រោអីក្របអីឡើងលន់ពេញហ្នឹងហើយតើចាត់អីដែរចេះសំណាងដែរថាអត់ភ្លៀងពួកអីកាកាសធាតុខែហ្នឹងក៏អត់ទៀងដែរហើយណាមួយថ្ងៃចូលឆ្នាំហ្នឹងក៏មេឃភ្លៀងមេឃសន្ទុំ3ថ្ងៃជាប់គ្នាទៀតចាហើយនេះមុនចូលឆ្នាំបងប្អូនតែមុនចូលឆ្នាំនេះគឺមេឃអត់វាថាមានអាកាសធាតុអ៊ូអប់អីខ្លាំងទេគាត់ពេលល្ងាចហ្នឹងគឺចាប់ផ្ដើមថាមេឃមានពពកមានអីច្រើនអញ្ចឹងណាចាឲ្យក្រុមបងប្អូននេះគេអង្គុយញ៉ាំអីកន្លែងនេះបដាហើយក៏មើលសាច់មើលអីចាដោយសារតែគេហ្នឹងហើយគេជាអ្នកអាំងសាច់អាំងអីជាពិសេសគេធ្វើទឹកជ្រលក់ទឹកអីចឹងណាចាគេធ្វើទឹកជ្រលក់អីតណូឆ្ងាញ់របស់គេខ្លាំងមែនតើចាក្មេងៗតែធ្វើទឹកជ្រលក់ទឹកអីឆ្ងាញ់ខ្ញុំចូលចិត្តរសជាតិគេធ្វើ